សូមគោរពជំរាបសួរដល់អស់លោកស្រីអ្នកកញ្ញាដែលបានតាមដានទស្សនានៅវីដេអូមួយនេះជួបជាមួយខ្ញុំបាទទៀតហើយវីរៈនៅក្នុង Channel Commentary សូមស្វាគមន៍មកកាន់ Channel របស់យើងខ្ញុំបាទជួបជាមួយខ្ញុំអង្គទៀតហើយចាំក៏វីរៈហើយជាសិស្សថ្នាក់ Graphic Design នៅក្នុងចំណោមជំនាញវិជ្ជាជីវៈនិងអភិវឌ្ឍសមត្ថភាពយុវជនដែលហៅកាត់ថា DTC ថ្ងៃនេះដែរខ្ញុំបានមាននៅធានប័ណ្ណមួយចង់ចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងដែលធានប័ណ្ណនោះគឺទាក់ទងជាមួយនឹងការចុះឈ្មោះចូលប្រឡងនៃទាហានទាំង4ប្រភេទជាងកុំឲ្យខាត់ពីយូរចូលទៅកាន់វីដេអូទាំងអស់គ្នាលក្ខខណ្ឌនៃការជ្រើសរើសឬមានសញ្ជាតិខ្មែរមានអាយុចាប់ពី18ឆ្នាំដល់25ឆ្នាំគិតចាប់ពីថ្ងៃចុះឈ្មោះមានកាយសម្បត្តិគ្រប់គ្រាន់ដើម្បីបំពេញការងារមិនធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសមានកម្រិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបុរសត្រូវមានកម្ពស់160សង់ទីម៉ែត្រនិងនារីត្រូវមានកម្ពស់150សង់ទីម៉ែត្រឡើងទៅគឺថាដូចអ្នកទាំងអស់គ្នាបានឃើញនៅមុននឹងមិនអញ្ចឹងទាំងអស់6ចំណុចមុនហ្នឹងសុទ្ធសឹងតែជាលក្ខខណ្ឌនៃការជ្រើសរើសរបស់ក្រសួងការពារជាតិក្នុងការជ្រើសរើសកងយុទ្ធពលខេមរភូមិន្ទជារៀងរាល់ឆ្នាំប៉ុន្តែខ្ញុំសូមបន្ថែមនៅ2ចំណុចទៀតដែលទី1គឺទាក់ទងទៅនឹងអ្នកដែលមានសាក់ទី1វិញទៀតគឺអ្នកដែលមានជំងឺសើស្បែកនៅពេលដែលយើងទៅយកពាក្យនោះគេនឹងធ្វើការត្រួតពិនិត្យលើរាងកាយរបស់យើងគេរត់មួយស្នាមសាក់ឬក៏ជាជំងឺសើស្បែកនេះបើសិនជាយើងមានបញ្ហានៅពេលនេះគឺគេអត់អាចចេញពាក្យឲ្យយើងនឹងឲ្យយើងចុះឈ្មោះចូលជានិស្សិតនៃទាហានឡើយនេះគឺជាចំណុច2សំខាន់ដែលគេត្រូវតែបន្ថែមនៅក្នុងឆ្នាំ2023នេះមួយវិញទៀតសម្រាប់ទីតាំងឬក៏កន្លែងចែកពាក្យបើគេចាប់ពីឆ្នាំ2019គឺគេបានធ្វើការចែកពាក្យតាមភូមិភាគទាំង5ដែលបានដាក់នៅខាងលើនេះចឹងហើយសម្រាប់ឆ្នាំ2023នេះដែរគឺគេកំណត់ទីតាំងតែមួយប៉ុណ្ណោះគឺនៅរាជធានីភ្នំពេញនៅសាកលវិទ្យាល័យកម្ពុជាដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌសីកែវវាហើយគឺជាទីតាំងតែមួយគត់ដែរអ្នកនៅតាមបណ្ដាខេត្តដែលមានចិត្តចង់ចូលជានិស្សិតនេះគឺត្រូវឡើងមកភ្នំពេញដើម្បីទទួលពាក្យផងដែរនេះគឺជាការអាប់ដេតមួយដ៏ធំបំផុតសម្រាប់បងប្អូននៅតាមខេត្តដែលពួកគាត់ធ្លាប់តែទៅយល់នៅតាមរូបភាពតែពេលនេះគាត់ត្រូវតែឡើងមកភ្នំពេញសម្រាប់ចូលពាក្យដើម្បីបំពេញពាក្យនិងចុះឈ្មោះចូលជានិស្សិតនីតិហានតាក់ទងជាមួយនឹងឯកសារដែលគេត្រូវការគឺរួមមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសេចក្តីចលងសម្បត្តិកំណើតច្បាប់ដើមលិខិតបញ្ជាក់កិរិយាមាយាទសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលបញ្ជាក់រួចនិងសៀវភៅស្នាក់នៅឬសៀវភៅគ្រួសារកូពីបាទកម្រងរូបភាពតាមប៉ុន្មាននេះសុទ្ធសឹងតែជាសកម្មភាពនៃការយកពាក្យការដាក់ពាក្យដូចជាការប្រឡងជិះទៅប្រឡងកីឡារបស់និស្សិតនីតិហានទាំងមួយប្រភេទនៃឆ្នាំ2023នេះផងដែរខណៈពេលនេះដែរខ្ញុំក៏សូមអរគុណដល់បងប្អូនដែលបានតាមដានទស្សនានៅវីដេអូមួយនេះហើយវីដេអូយើងក៏បានជាទីបញ្ចប់ផងដែរសូមជូនពរដល់អ្នកបងប្អូននៅក្នុងឱកាសឆ្នាំថ្មីនេះសូមជួបសំណាងល្អសុខសុវត្ថិភាពរកស៊ីមានបានសូមឲ្យទទួលបានពរជ័យពីទេវតាឆ្នាំថ្មីឆ្នាំថោះនេះផងដែរ